យន្តហោះចម្បាំងចាស់39 Gripen គឺជាមោទនភាពដ៏ធំមួយរបស់ប្រទេសស្វីសនិងត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងពហុតួនាទីទំនើបមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងពិភពលោកនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីប្រវត្តិនៃការបង្កើតការអភិវឌ្ឍបច្ចេកវិទ្យាសមត្ថភាពប្រយុទ្ធនិងតួនាទីរបស់ Gripen នៅក្នុងសង្គ្រាមសម័យទំនើបប្របញ្ចប់សង្គ្រាមត្រជាក់ប្រទេសស៊ុយអែតបានស្វែងរកវិធីសាស្ត្រថ្មីដើម្បីរក្សាសមត្ថភាពការពារជាតិរបស់ខ្លួនដោយមិនចាំបាច់ចំណាយថវិកាច្រើនដោយមហាអំណាចធំៗឡើយលទ្ធផលគឺកម្រងបង្កើតយន្តហោះថ្មីមួយដែលអាចបំពេញភារកិច្ចចម្បាំងតាមអាកាសវាប្រហារលើគោលដៅលើដីនិងបេសកកម្មស៊ើបការនៅក្នុងយន្តហោះតែមួយឈ្មោះចាស់មកពីពាក្យថា Zoyet Jack Attack និង Spinning ដែលមានន័យថាប្រយុទ្ធវាប្រហារនិងស៊ើបការក្រុមហ៊ុនសាបបានទទួលភារកិច្ចអភិវឌ្ឍយន្តហោះនេះហើយគំរូដំបូងបានហោះហើរជោគជ័យនៅក្នុងឆ្នាំ1988បន្ទាប់ពីការធ្វើតេស្តយ៉ាងម៉ត់ចត់ Gripen បានចូលបម្រើការជាផ្លូវការនៅក្នុងកងទ័ពអាកាសស៊ុយអែតនៅទសវត្សរ៍ឆ្នាំ1990ហើយចាប់តាំងពីពេលនោះមកវាបានទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសជាច្រើនជុំវិញពិភពលោកមូលហេតុដែល Gripen ទទួលបានការគាំទ្រខ្លាំងគឺដោយសារតែវាត្រូវបានរចនាឡើងឲ្យមានការចំណាយប្រតិបត្តិការទាបប៉ុន្តែរក្សាសមត្ថភាពប្រយុទ្ធខ្ពស់ខណៈដែលយន្តហោះចម្បាំងចំនួនទី4កន្លះជាច្រើនត្រូវការមូលដ្ឋានអាកាសធំនិងក្រុមជួសជុលច្រើន Gripen អាចប្រតិបត្តិការពីផ្លូវ Highway ឬផ្លូវរត់ខ្លីៗបានយ៉ាងមានប្រសិទ្ធភាពវិស្វករស៊ុយអែតបានគិតគូរពីស្ថានភាពសង្គ្រាមពិតប្រាកដដែលមូលដ្ឋានអាកាសអាចរងការវាយប្រហារពីសត្រូវដូច្នេះ Gripen ត្រូវបានរចនាឲ្យអាចចុះចតនិងហោះហើរឡើងវិញពីផ្លូវធម្មតាក្នុងរយៈពេលខ្លីចំណុចពិសេសនេះធ្វើឲ្យក្លាយទៅជាវេទិកាប្រយុទ្ធដែលមានភាពបត់បែនខ្ពស់តាមរូបរាង Gripen មានរាងទំហំតូចយន្តហោះចម្បាំងជាច្រើនដូចជា F-16 Fighting Falcon ឬ 18 Hornet ប៉ុន្តែទំហំតូចនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនរួមទាំងការកាត់បន្ថយការសង្កេតឃើញដោយរ៉ាដានិងការបង្កើនសមត្ថភាពបត់បែននៅក្នុងអាកាសស្លាបប្រភេទ Delta Wing រួមជាមួយនឹងផ្ទាំង Garnet ជាផ្នែកមួយជួយឲ្យ Gripen មានសមត្ថភាពនិងស្ថិរភាពនិងការបត់បែនបានល្អប្រសើរគ្រប់ល្បឿនទាំងអស់យន្តហោះនេះប្រើម៉ាស៊ីនទំនើបអាចបង្កើតកម្លាំងជំវិញខ្លាំងធ្វើឲ្យវាអាចហោះហើរលឿនជាងសំឡេងនិងឡើងកម្ពស់បានយ៉ាងឆាប់រហ័សនៅក្នុងផ្នែកអេឡិចត្រូនិក Gripen ត្រូវបានបំពាក់ដោយប្រព័ន្ធ Avionics ទំនើបដែលអាចភ្ជាប់ព័ត៌មានពីរ៉ាដាឧបករណ៍ស៊ើបការនិងប្រភពព័ត៌មានផ្សេងៗមកបង្ហាញជារូបភាពតែមួយសម្រាប់អ្នកបើកបរបច្ចេកវិទ្យានេះត្រូវបានហៅថា Sensor Fusion ដែលជួយឲ្យអ្នកបើកបរយន្តហោះដឹងពីស្ថានភាពសមរភូមិបានលឿននិងត្រឹមត្រូវជាងមុន Gripen ចំនួនថ្មី E និង F ត្រូវបានបំពាក់រ៉ាដាជាប្រភេទ AESA ដែលអាចតាមដានគោលដៅជាច្រើននៅក្នុងពេលតែមួយនិងមានភាពធន់ខ្ពស់ចំពោះការរំខានអេឡិចត្រូនិកក្រៅពីនេះវាក៏មានប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលអាចរកឃើញការគំរាមកំហែងព្រមទាំងបញ្ឆោតមីស៊ីលសត្រូវឲ្យបាត់បង់គោលដៅក្នុងការប្រយុទ្ធអាកាស Gripen អាចផ្ទុកមីស៊ីលទំនើបជាច្រើនប្រភេទរួមមានមីស៊ីលចម្ងាយឆ្ងាយសម្រាប់វាយប្រហារគោលដៅមុនពេលមើលឃើញនិងមីស៊ីលចម្ងាយជិតសម្រាប់ការប្រយុទ្ធ Dogfight ការរួមបញ្ចូលគ្នារវាងរ៉ាដាទំនើបនិងមីស៊ីលសម័យថ្មីធ្វើឲ្យ Gripen អាចគំរាមកំហែងដល់យន្តហោះសត្រូវបានពីចម្ងាយយ៉ាងមានប្រសិទ្ធភាពនៅក្នុងបេសកកម្មវាយប្រហារលើដីវាអាចផ្ទុកគ្រាប់បែកឆ្លាតវៃមីស៊ីលប្រឆាំងនាវានិងអាវុធដែលណែនាំដោយ GPS ឬ Laser ដែលអនុញ្ញាតឲ្យវាយប្រហារគោលដៅបានយ៉ាងច្បាស់ប្រទេសជាច្រើនបានជ្រើសរើស Gripen ដោយសារតែវាមានសមត្ថភាពខ្ពស់ក្នុងតម្លៃសមរម្យប្រទេសជាច្រើនដូចជាប្រទេសប្រេស៊ីលថៃហង្ការី Czech Republic និង South Africa សុទ្ធតែបានដាក់ប្រើប្រាស់យន្តហោះប្រភេទនេះសម្រាប់ប្រទេសដែលមិនអាចទិញយន្តហោះថ្លៃដូចជា F-35 Lightning បាន Gripen គឺជាយន្តហោះជំរើសដ៏ទាក់ទាញព្រោះវាមានតម្លៃទិញនិងថ្លៃថែទាំទាបជាងប៉ុន្តែរក្សាបាននូវសមត្ថភាពប្រយុទ្ធខ្ពស់ប្រទេសប្រេស៊ីលថែមទាំងបានចូលរួមផលិតនិងអភិវឌ្ឍ Gripen E នៅក្នុងស្រុកផងដែរដែលជួយពង្រឹងឧស្សាហកម្មអាកាសចររបស់ខ្លួននៅក្នុងសម័យសង្គ្រាមបច្ចុប្បន្នដែលផ្ដល់ព័ត៌មាននិងការតភ្ជាប់ទិន្នន័យមានសារៈសំខាន់ខ្លាំង Gripen ត្រូវបានរចនាឲ្យអាចធ្វើការជាបណ្ដាញជាមួយយន្តហោះផ្សេងៗទៀតកងទ័ពជើងគោកនិងប្រព័ន្ធការពារអាកាសបានន័យថាយន្តហោះមួយអាច
ចែករំលែកព័ត៌មានទៅយន្តហោះមួយទៀតក្នុងពេលជាក់ស្ដែងបង្កើនការយល់ដឹងអំពីសមរភូមិនិងជួយសម្រេចចិត្តបានលឿនជាងមុនលក្ខណៈពិសេសនេះធ្វើឲ្យ Gripen ក្លាយជាផ្នែកមួយនៃយន្តហោះបណ្ដាញទំនើបដែលជាទិសដៅសំខាន់នៃទ័ពអាកាសសម័យថ្មីទោះបីជា Gripen មិនមែនជាយន្តហោះស្ទីលពេញលេញដូច F-35 ក៏ដោយវាត្រូវបានរចនាឲ្យមានស្នាមរ៉ាដាទាបនិងប្រយុទ្ធយុទ្ធសាស្ត្រអេឡិចត្រូនិកដើម្បីកាត់បន្ថយឱកាសសត្រូវបានរកឃើញនេះវិភាគយោធាជាច្រើនបានលើកឡើងថា Gripen ផ្ដល់តុល្យភាពល្អរវាងតម្លៃប្រសិទ្ធភាពនិងភាពងាយស្រួលក្នុងការថែទាំសម្រាប់ប្រទេសដែលត្រូវការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាពប៉ុន្តែมันមានថវិកាធំដោយមហាអំណាចយន្តហោះនេះគឺជាជម្រើសដែលគួរឲ្យចាប់អារម្មណ៍នៅពេលដែលអនាគត ZAP បន្តអភិវឌ្ឍ Gripen ជាមួយនឹងបច្ចេកវិទ្យាថ្មីដូចជាប្រព័ន្ធសិប្បនិម្មិតការគ្រប់គ្រង drone ជាដៃគូប្រយុទ្ធនិងប្រព័ន្ធស៊ើបការទំនើបការអភិវឌ្ឍទាំងនេះធ្វើឲ្យ Gripen បន្តមានសារៈសំខាន់នៅក្នុងទីផ្សារយន្តហោះចម្បាំងពិភពលោកទាំងអស់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខសេចក្តីសន្និដ្ឋាន JAS 36 Gripen គឺជាឧទាហរណ៍ល្អនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបប្រសិទ្ធភាពប្រតិបត្តិការនិងការគ្រប់គ្រងថវិកាយ៉ាងឆ្លាតវៃវាបង្ហាញថាប្រទេសមួយមិនចាំបាច់ត្រូវមានថវិកាយោធាមហិមាដើម្បីផលិតយន្តហោះចម្បាំងមានសមត្ថភាពពោលនោះទេប្រសិនតែមានការរចនានិងយុទ្ធសាស្ត្រត្រឹមត្រូវពីការហោះហើរដំបូងនៅឆ្នាំ1988រហូតដល់ការអភិវឌ្ឍចំនួនថ្មីនាពេលបច្ចុប្បន្ន Gripen បានបង្ហាញខ្លួនថាជាយន្តហោះចម្បាំងដែលមានភាពបត់បែនប្រសិទ្ធភាពនិងភាពទំនើបដែលអាចប្រកួតប្រជែងជាមួយយន្តហោះល្បីៗជាច្រើនលើពិភពលោកនិងបន្តជាស្នូលសំខាន់នៃកងទ័ពអាកាសជាច្រើនប្រទេសនៅសតវត្សទី21